តើអ្នកទាំងអស់គ្នាធ្លាប់ដែលជួបមនុស្សម្នាក់ដែលធ្វើឲ្យអ្នកទាំងអស់គ្នាចាប់ផ្ដើមសង្ស័យលើខ្លួនឯងដែរឬក៏អត់ដំបូងពួកគេមើលទៅដូចជាមិត្តល្អម្នាក់អញ្ចឹងអ្នកអាចទុកចិត្តគេទាំងស្រុងហើយពួកគេនិយាយថាពួកគេយកចិត្តទុកដាក់ចំពោះអ្នកប៉ុន្តែបន្តិចម្ដងទៅអ្នកចាប់ផ្ដើមមានអារម្មណ៍ថាអ្នកខុសគ្រប់យ៉ាងហើយអ្នកក៏ចាប់ផ្ដើមសុំទោសជាញឹកញាប់ហើយជាពិសេសគឺអ្នកចាប់ផ្ដើមសួរខ្លួនឯងថាប្រហែលជាខ្ញុំគិតខុសមែនអត់ការពិតទៅនេះវាមិនមែនជាការចៃដន្យទេមនុស្សខ្លះគឺប្រើល្បិចផ្លូវចិត្តដ៏ស្មុគស្មាញមួយដើម្បីគ្រប់គ្រងនិងបំភាន់នៅមនុស្សល្អៗដែលពួកគេចង់គ្រប់គ្រងទៅលើសម្រាប់ថ្ងៃនេះយើងនឹងនិយាយអំពី6យ៉ាងនៃ manipulation តាក់ទិកដែលអាចធ្វើឲ្យមនុស្សល្អៗត្រូវបានគ្រប់គ្រងដោយអ្នកដទៃហើយពួកគេមិនដឹងខ្លួនសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel Grow Yourself with Me ដែលជាកន្លែងដែលយើងរៀនអំពីការអភិវឌ្ឍខ្លួនការកសាងនូវគំនិតដ៏រឹងមាំនិងការយល់ដឹងអំពីផ្លូវចិត្តរបស់មនុស្សដើម្បីរស់នៅជីវិតដែលមានអំណាចឥទ្ធិពលនិងសេរីភាពដោយខ្លួនឯងថ្ងៃនេះយើងនឹងនិយាយអំពីប្រធានបទមួយដែលសំខាន់ប៉ុន្តែមានមនុស្សជាច្រើនមិនបានយល់ដឹងអំពីវាបានច្បាស់លាស់នោះទេដែលនោះគឺការគ្រប់គ្រងផ្លូវចិត្តឬក៏យើងហៅថា manipulation ជាធម្មតាមនុស្សដែលត្រូវបានគេគ្រប់គ្រងមិនមែនជាមនុស្សដែលទុនខ្សោយនោះទេប៉ុន្តែវាជាច្រើនដងជាញឹកញាប់គឺពួកគេជាមនុស្សដែលមានចិត្តល្អមានការជឿទុកចិត្តទៅលើអ្នកដទៃហើយដាក់ចិត្តគឺស្មោះត្រង់ជាមួយអ្នកដទៃ 100% ហើយក៏តែងតែព្យាយាមយល់ចិត្តអ្នកផ្សេងជាជាងយល់ពីខ្លួនឯងប៉ុន្តែជាក់ស្ដែងវិញនោះគឺមនុស្សដែលមានចិត្តល្អទាំងអស់នោះក៏អាចខ្លាចទៅជាគោលដៅសម្រាប់អ្នកដែលចង់គ្រប់គ្រងឬក៏ប្រើប្រាស់ពួកគេវិញសម្រាប់ថ្ងៃនេះយើងនឹងពិភាក្សាគ្នាអំពី6ចំណុចដែលវាតកតងនឹងអាចនិយាយថា6ល្បិចនៃ manipulation ដែលអាចបំភាន់មនុស្សល្អដោយមិនដឹងខ្លួនដែលខ្ញុំនឹងចាប់ផ្ដើមពីល្បិចទី1នោះគឺ gaslighting គឺមានន័យថានេះគឺជាវិធីដែលមនុស្សម្នាក់ព្យាយាមធ្វើឲ្យអ្នកសង្ស័យអំពីការចងចាំឬក៏ការយល់ឃើញរបស់អ្នកឧទាហរណ៍មួយថាពួកគេអាចនិយាយថាអ្នកចងចាំខុសហើយឬក៏វាមិនដែលកាត់ឡើងបែបហ្នឹងទេទោះបីជាអ្នកដឹងថាវាបានកាត់ឡើងពិតប្រាកដក៏ដោយប៉ុន្តែបន្តិចម្ដងទៅអ្នកនឹងចាប់ផ្ដើមសង្ស័យខ្លួនឯងថានឹងជឿជាក់លើពួកគេជាងជឿលើការយល់ឃើញរបស់ខ្លួនឯងសម្រាប់ចំណុចទី2នោះគឺ guilt manipulation គឺការបំភាន់ខ្លួនឯងនឹងដោយវាខ្លាចទៅជាមនុស្សអាក្រក់អញ្ចឹងមានន័យថាអ្នកដែលបានប្រើប្រាស់វិធីនេះនឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាខុសទោះបីជាអ្នកមិនបានធ្វើអ្វីខុសក៏ដោយប៉ុន្តែពួកគេអាចនិយាយថាបើអ្នកពិតជាយកចិត្តទុកដាក់លើខ្ញុំអ្នកគួរតែធ្វើបែបនេះឬក៏អ្នកធ្វើឲ្យខ្ញុំខកចិត្តខ្លាំងណាស់សម្រាប់ចំណុចនេះគឺវាធ្វើឲ្យអ្នកមានអារម្មណ៍ថាត្រូវតែបំពេញទៅតាមការរំពឹងទុករបស់ពួកគេដើម្បីអ្នកបាននៅជាមួយពួកគេឬក៏អាចនឹងដើរទៅមុខជាមួយពួកគេបាននេះវាគឺជារឿងមួយដែលមិនសូវជាល្អប៉ុន្មានទេសម្រាប់ចំណុចទី3នោះគឺ love bombing គឺដំបូងនោះគឺពួកគេអាចបង្ហាញការយកចិត្តទុកដាក់និងការស្រឡាញ់មកអ្នកយ៉ាងខ្លាំងមានន័យថាចំណុចនេះគឺគេធ្វើអ្វីគ្រប់យ៉ាងដើម្បីឲ្យអ្នកមើលឃើញពួកគេនឹងគឺជាមនុស្សដែលល្អបំផុតសឹងតែល្អដូចជាគ្រួសារនិងការយកចិត្តទុកដាក់ពីគ្រួសាររបស់អ្នកពីម៉ាក់ប៉ាហើយពួកគេក៏អាចនឹងផ្ដល់ការសរសើរឬក៏ការយកចិត្តទុកដាក់ជាច្រើនមកកាន់អ្នកមានន័យថាទោះបីជាអ្នកមានកំហុសប៉ុន្តែអ្នកមើលមិនឃើញវាទេហើយពួកគេគឺចាប់ផ្ដើមជាមួយនឹងការសរសើរលើកទឹកចិត្តអ្នកឲ្យខ្លាំងដើម្បីធ្វើឲ្យអ្នកមានអារម្មណ៍ថាពួកគេគឺជាមនុស្សពិសេសពេលខ្លះអាចនឹងថារហូតឈានដល់ពួកគេអ្នកគិតថាពួកគេនឹងល្អជាងគ្រួសាររបស់អ្នកទៀតព្រោះតែពេលខ្លះការស្ដីបន្ទោសតិចតួចពីអ្នកផ្ទះមកប៉ុន្តែពួកគេបែរជាលើកទឹកចិត្តអ្នកវិញពេលនោះហើយគឺជាពេលដែលពួកគេឆ្លៀតឱកាសហើយរហូតដល់រយៈពេលយូរទៅក៏វាបានកែប្រែទៅជា180ដឺក្រេដែលអ្នកមិនអាចរំពឹងទុកថាវានឹងទៅជាបែបហ្នឹងហើយក៏បន្ទាប់មកពួកគេក៏អាចប្រើអារម្មណ៍នោះដើម្បីគ្រប់គ្រងមកលើអ្នកបាននេះហើយដែលយើងហៅថា love bombing ពីដំបូងគឺវាល្អប៉ុន្តែយូរទៅនៅពេលដែលអ្នកអាចនឹងថាអស់ប្រយោជន៍គឺវានឹងកាត់បន្ថយមកវិញសម្រាប់ល្បិចទី4នោះគឺ playing the victim គឺមានន័យថាចុងក្រោយពួកគេសម្ដីធ្វើជាជនឬក៏អ្នកដែលរងគ្រោះមានន័យថា
អ្នកដែល manipulator ហ្នឹងគឺមួយចំនួនចូលចិត្តធ្វើខ្លួនឯងជាជនរងគ្រោះហើយពួកគេនឹងប្រាប់រឿងដែលធ្វើឲ្យអារម្មណ៍អ្នកហ្នឹងមានអារម្មណ៍ថាអាណិតពួកគេរហូតដល់ពេលខ្លះអ្នកភ្លេចថាខ្លួនឯងលំបាកជាងពួកគេហើយត្រូវអាណិតខ្លួនឯងមុនហើយអ្នកនឹងចាប់ផ្ដើមលះបង់ពេលវេលានិងធម៌ពលទាំងអស់ដែលអ្នកមានហ្នឹងដើម្បីជួយពួកគេនេះហើយគឺជាអ្វីដែលនៅក្នុងសង្គមយើងតែងតែមានដែលភាគច្រើននៅក្នុង social media គេហៅថា snake ឬក៏ហៅថាពស់ដែលតែងតែយើងជួយពួកគាត់ហើយចុងក្រោយគឺពួកគាត់បកមកចិត្តយើងវិញអានេះគឺជាអ្វីដែលខ្ញុំអាសាឃើញនៅក្នុង social media របស់យើងដែលគ្រប់គ្នាតែងតែនិយាយសម្រាប់ចំណុចទី5នោះគឺ isolation ដែលមនុស្សដែលចង់គ្រប់គ្រងអ្នកហ្នឹងគឺគាត់អាចព្យាយាមនឹងបំបែកអ្នកចេញពីមិត្តភ័ក្តិរបស់អ្នកឬក៏គ្រួសារវាស្តៀងទៅនឹងលើបំវិញដែរប៉ុន្តែវាខុសគ្នាគឺពួកគេតែងតែអាចនិយាយនៅរឿងអវិជ្ជមានអំពីមនុស្សជុំវិញអ្នកខុសពីលើបំវិញគឺពួកគាត់តែងចាប់ផ្ដើមដំបូងហ្នឹងគឺនិយាយល្អគឺសរសើរតែពីអ្នករហូតធ្វើឲ្យអ្នកហ្នឹងគិតថាពួកគេហ្នឹងល្អជាងមនុស្សដែលចិត្តស្និទ្ធដែលអ្នកមានហ្នឹងពីមុនមកប៉ុន្តែ isolation នេះគឺពួកគេតែងតែចង់ឲ្យខ្លួនពួកគេល្អហើយមនុស្សដែលជុំវិញអ្នកឬក៏ពួកគាត់ទៅប្រមាថក្រោយឯងប៉ុន្តែពួកគាត់និយាយមកកាន់អ្នកថាមិត្តភ័ក្តិរបស់អ្នកពីមុនបែបនេះទាំងតែអ្នកឃើញផលវិជ្ជមានពីដំបូងប៉ុន្តែពួកគេព្យាយាមនៅលើកនៅចំណុចវិជ្ជមានហើយមនុស្សយើងគឺមិនអាចល្អគ្រប់10រៀងរាល់ថ្ងៃទេពេលខ្លះពួកគាត់ឃើញនៅថ្ងៃហ្នឹងពួកគាត់យកចំណុចណាមួយដែលមិនល្អហ្នឹងយកមកឲ្យអ្នកសង្កេតហើយព្យាយាមបន្ថែមដែលយើងហៅថានំបញ្ចុកបន្ថែមល្បាយដើម្បីឲ្យពួកគេខ្លាចជាមនុស្សល្អមិនល្អឬក៏មួយទៀតដែលពួកគេនឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាពួកគេនឹងជាមនុស្សតែម្នាក់ទេដែលយល់ពីអ្នកហើយមនុស្សដទៃនឹងដែលនៅជុំវិញអ្នកហ្នឹងគឺគ្រាន់តែចង់យកចិត្តអ្នកឬក៏ព្យាយាមកេងចំណេញអ្វីមួយពីអ្នកប៉ុន្តែជាក់ស្ដែងគឺពួកគេនោះទេដែលតែងតែគេយកផលប្រយោជន៍របស់អ្នកទាញយក attention លើកទឹកចិត្តអ្នកដើម្បីឲ្យអ្នកនឹងគិតថាពួកគេជាមនុស្សពិសេសជាងគេសម្រាប់ចំណុចទី6វិញនោះគឺ constant criticism ពួកគេគឺជាអាចមនុស្សដែលរិះគន់អ្នកជាញឹកញាប់ដើម្បីធ្វើឲ្យអ្នកមានអារម្មណ៍ថាខ្លួនឯងមិនគ្រប់គ្រាន់នេះមានន័យថាគឺគាត់ព្យាយាមមិនឲ្យអ្នកល្អជាងពួកគេនោះទេគ្រប់ចំណុចគ្រប់អ្វីដែលអ្នកធ្វើទោះបីជាវាល្អប៉ុណ្ណាវាមិនទាន់ល្អដល់ចំណុចកំពូលប៉ុន្តែពួកគាត់តែងតែព្យាយាមទម្លាក់អ្នកមកវិញទីអ្នកថយក្រោយហើយតែងតែលើកពីចំណុចនេះចំណុចនោះថាវាមិនទាន់គ្រប់គ្រាន់អ្នកមិនទាន់ធ្វើបានល្អគឺវាគ្មានការលើកទឹកចិត្តទេដូច្នេះហើយពេលដែលជំនឿនៅលើខ្លួនឯងរបស់អ្នកបានថយចុះនោះវានឹងធ្វើឲ្យពួកគេនឹងងាយគ្រប់គ្រងមកអ្នកជាងមុនមានន័យថាពួកគាត់រិះគន់អ្នកហើយពួកគាត់ធ្វើជាអ្នកដែលមកបង្រៀនអ្នកលើកទឹកចិត្តអ្នកនិងបង្ហាញផ្លូវមកអ្នកវិញការយល់ដឹងអំពីល្បិចទាំងនេះគឺវាមិនមែនធ្វើឲ្យអ្នកសង្ស័យមនុស្សគ្រប់គ្នានោះទេប៉ុន្តែវាគ្រាន់តែជួយអ្នកនឹងឲ្យមានការយល់ដឹងនិងការការពារខ្លួនហើយរៀនចេះសង្កេតសម្រាប់វីដេអូនេះគឺវាជារឿងមួយដែលតែងតែកើតឡើងនៅក្នុងសង្គមយើងនៅគ្រប់វ័យគឺវាចាប់ផ្ដើមពីវ័យ10ឆ្នាំជាងគឺវ័យដែលយើងចាប់ផ្ដើមចូលប្រឡូកនៅក្នុងវិទ្យាល័យការដើរប្រឡូកនៅក្នុងសង្គមនោះគឺយើងតែងតែជួបមនុស្សគ្រប់ប្រភេទពីព្រោះមនុស្សគឺមិនមានថាល្អទាំងអស់ហើយក៏មិនមានអាក្រក់ទាំងអស់ដូចគ្នាដូច្នេះហើយចំណុចដែលខ្ញុំលើកយកទាំង6នេះគឺវាអាចនឹងឲ្យអ្នកមានចំណុចខ្លះដែលអ្នកនឹងរសារជួបហើយអ្នកអាចនឹងរៀនសង្កេតបានហើយអ្នកនឹងចេះការពារខ្លួនធ្វើម៉េចឲ្យខ្លួនឯងជៀសផុតពីរឿងទាំងអស់នោះពីព្រោះការដែលឲ្យនរណាម្នាក់មកគ្រប់គ្រងលើខ្លួនអ្នកនោះវានឹងធ្វើឲ្យអ្នកបាត់បង់នៅ energy ធម៌ពលរបស់អ្នកហើយវាខុសពីអ្វីដែលខ្ញុំចង់យកមកចែករំលែកអ្នកដើម្បីឲ្យអ្នកទាំងអស់គ្នាហ្នឹងគឺរៀនរឹងមាំដោយខ្លួនឯងទោះបីជាមានឬក៏គ្មានអ្នកដទៃមកជ្រុំជ្រែងអ្នកប៉ុន្តែអ្នកអាចដើរទៅមុខលើកតម្លៃលើកកម្ពស់ស្តង់ដារខ្លួនឯងហ្នឹងបានខ្ពស់រឿងនេះហើយដែលវាធ្វើឲ្យអ្នកមានតម្លៃដោយមិនរំពឹងពីអ្នកដទៃហើយអ្នកដទៃនឹងចេះគោរពកោតខ្លាចអ្នកនៅពេលដែលអ្នករឹងមាំដូច្នេះហើយមនុស្សដែលមានចិត្តល្អនោះគឺមិនចាំបាច់បោះបង់នូវភាពល្អរបស់ខ្លួនឯងនោះទេប៉ុន្តែពួកគេទាំងអស់គ្នាត្រូវតែរៀនកំណត់ព្រំដែននិងជឿជាក់លើការយល់ឃើញរបស់ខ្លួនឯងគឺមានន័យថាមិនមែនយើងជាមនុស្សដែលរឹងដែលមិនទទួលស្ដាប់នៅយោបល់របស់អ្នកដទៃទេប៉ុន្តែយើងត្រូវតែចេះវិភាគសង្កេតនិងកំណត់ថាចំណុចណាជារឿងដែលល្អចំណុចណាដែលជារឿងមិនល្អមិនមែនគ្រាន់តែស្ដាប់អ្នកដទៃគាត់មកនិយាយហើយយើងគិតថាគេជាមនុស្សល្អប៉ុន្តែគឺខ្លួនយើងផ្ទាល់ជាអ្នកវិភាគនិង
ជ្រើសរើសនៅផ្លូវដែលយើងត្រូវដើរជ្រើសរើសនៅការសម្រេចចិត្តនៅក្នុងការជឿជាក់ថាជារឿងដែលល្អឬក៏មិនល្អហើយការដែលមានចិត្តល្អនោះវាគឺជាកម្លាំងមួយមិនមែនគឺជារឿងដែលបញ្ជាក់ថាអ្នកជាមនុស្សខ្សោយនោះទេប៉ុន្តែការដែលមានការយល់ដឹងនៅផ្លូវចិត្តនោះវានឹងធ្វើឲ្យអ្នកនឹងអាចរក្សានៅកម្លាំងនោះបានដោយមិនឲ្យអ្នកដទៃប្រើប្រាស់វាជំនួសឲ្យអ្នកផ្ទាល់ទេពីព្រោះវាជាកម្លាំង energy ពីខាងក្នុងរបស់អ្នកដែលអាចសម្រេចថាអ្នកនឹងត្រូវធ្វើឬមិនត្រូវធ្វើពេលខ្លះអ្នកអាចយកយោបល់របស់ពួកគេបានប៉ុន្តែមិនមែនថាត្រូវតែធ្វើតាមពួកគេដាច់ខាតទេប៉ុន្តែអ្នកអាចនឹងសម្រេចចិត្តថាវាជាចំណុចល្អដែលខ្ញុំត្រូវដើរតាមឬក៏អត់ដូច្នេះហើយចុងក្រោយគឺសូមអ្នកទាំងអស់គ្នាចងចាំថាការអភិវឌ្ឍខ្លួនឯងនោះវាមិនមែនគ្រាន់តែអំពីការធ្វើខ្លួនឯងឲ្យកាន់តែខ្លាំងនោះទេប៉ុន្តែវាគឺតាក់ទងនឹងការយល់ដឹងអំពីមនុស្សនិងការការពារធម៌ពលចិត្តផ្លូវចិត្តរបស់អ្នកនឹងឲ្យបានខ្លាំងការការពារធម៌ពលផ្លូវចិត្តរបស់អ្នកនោះគឺវាសំខាន់ខ្លាំងខ្ញុំអាចនិយាយរឿងនេះបានដោយសារតែពេលដែលផ្លូវចិត្តរបស់អ្នកខ្លាំងទើបអ្នកអាចនឹងធ្វើកិច្ចការរបស់អ្នករាល់ថ្ងៃហ្នឹងឬក៏គោលដៅរបស់អ្នកដែលយកមកធ្វើហ្នឹងគឺវាបានពេញលេញដែលវាមានប្រសិទ្ធភាពក្នុងការកាត់ប៉ុន្តែបើអ្នកនឹងមិនមានផ្លូវចិត្តរឹងមាំល្អទេអ្នកនឹងពេលដែលទៅធ្វើហ្នឹងគឺមិនមានអារម្មណ៍ហើយមានអារម្មណ៍ថាអស់កម្លាំងជានិច្ចសូម្បីតែអ្នកបានគេពេញមួយយប់ក៏ដោយក៏អ្នកងើបមកមានអារម្មណ៍ថាអ្នកមិនទាន់អាចចាប់ផ្ដើមធ្វើការងារទាំងនោះបានទេដូច្នេះខ្ញុំគិតថាការការពារធម៌ពលផ្លូវចិត្តនេះវាក៏ជាវិធានបទមួយដែលល្អខ្ញុំនឹងយកវាមកនិយាយនៅលើកក្រោយដើម្បីឲ្យវាសម្រាយបានល្អិតល្អន់ថាមូលហេតុអីបានយើងត្រូវការពារធម៌ពលផ្លូវចិត្តរបស់យើងហើយយើងត្រូវធ្វើដូចម្តេចខ្លះដូច្នេះខ្ញុំនឹងបញ្ចប់វីដេអូនេះជាមួយនឹងការបកស្រាយបែបនេះដែរហើយខ្ញុំនឹងព្យាយាមបន្ថែមនៅប្រធានបទក្រោយៗជាមួយនឹងប្រធានបទដែលល្អខ្ញុំនឹងដកស្រង់វាចេញពីពិភពណាមួយដែលច្បាស់លាស់ហើយយកមកចែករំលែកមកកាន់អ្នកនរគ្នាខ្ញុំសូមអរគុណច្រើនដែលបានចំណាយពេលមកស្ដាប់នៅក្នុង Channel Grow Yourself with Me របស់ខ្ញុំពីដើមដល់ចប់នេះបើសិនបើវីដេអូនេះវាមានអត្ថប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នាសូមកុំភ្លេចជួយចុច Like និង Subscribe មកកាន់ Channel របស់ខ្ញុំផងឬក៏អាចជួយចុចដាក់សញ្ញាកណ្ដឹងដើម្បីទទួលបាននូវវីដេអូថ្មីៗអំពី Mindset Psychology និង Personal Growth គឺការដែលយើងធ្វើឲ្យខ្លួនយើងកាន់តែរឹងមាំខ្លាំងមិនទាំងផ្លូវកាយហើយយ៉ាងផ្លូវចិត្តរបស់យើងនឹងគឺរឹងមាំខ្លាំងដោយខ្លួនយើងផ្ទាល់ដូច្នេះហើយយើងនឹងជួបគ្នានៅវីដេអូបន្តរៀនបន្តរីកចម្រើនហើយបន្ត build yourself រៀងរាល់ថ្ងៃដូច្នេះហើយខ្ញុំសូមអរគុណនិងជម្រាបលាម្ដងទៀត